កញ្ញាកុយអេណាលែងខ្វល់ពីស្តង់ដារនៃសម្រស់ខណៈរកខ្លួនឯងឃើញជាមួយនឹងសម្បល់ខ្មៅស្រអែមកញ្ញាកុយអេណាលែងខ្វល់ពីស្តង់ដារនៃសម្រស់ឬក៏ពណ៌សម្បល់របស់ខ្លួនទៀតហើយបន្ទាប់ពីនាងបានរកឃើញអ្វីដែលជាខ្លួនឯងសាជាថ្មីជាមួយសម្បល់ស្បែកខ្មៅស្រអែមតារាស្រីដែលធ្លាប់តែមានសម្បល់ភ្លឺរលោងស្រស់ស្អាតពេលនេះសម្បល់កុយអេណាប្រែទៅជាខ្មៅរលើបរលោងខុសប្លែកពីមុនដែលធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនមានការងឿងឆ្ងល់ថាសម្បល់របស់នាងពិតឬក៏គ្រាន់តែលាបឡេឬក៏ប្រេងឲ្យខ្មៅបែបនេះកញ្ញាកុយអេណាបានបញ្ជាក់យ៉ាងច្បាស់ថាសម្បល់នាងពិតជាប្រែទៅជាខ្មៅស្រអែមយ៉ាងពិតប្រាកដមែនមិនមែនខ្មៅដោយសារតែលាបឡេឬក៏ប្រេងអ្វីនោះទេនាងពិតជាស្រឡាញ់សម្បល់បែបនេះខ្លាំងណាស់កញ្ញាកុយអេណាមិនខ្លាចនៅក្នុងការបាត់បង់ទីផ្សារការងារបន្ទាប់ពីប្រែសម្បល់ទៅជាខ្មៅស្រអែមបែបនេះឡើយផ្ទុយទៅវិញនាងបែរជានិយាយថាពេលនេះនាងរកឃើញខ្លួនឯងហើយនេះជាអ្វីដែលនាងចង់បាននិងស្រឡាញ់ទោះនរណាគិតបែបណានាងមិនខ្វល់ឡើយហើយនាងក៏មិនខ្វល់ពីរឿងអត់ទីផ្សារការងារផ្សេងៗដែរអ្វីត្បិតតែប្រែសម្បល់ទៅជាខ្មៅស្រអែមជាងមុនក៏ពិតមែនតែកញ្ញាកុយអេណាពិតជាស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងសម្បល់ស្បែកបែបថ្មីរបស់ខ្លួននាងនៅតែអះអាងថាទីផ្សារការងាររបស់នាងនៅតែខ្លាំងនិងមមាញឹកច្រើនក្រោយពីចូលឆ្នាំរួចនាងក៏មានគម្រោងការងារធំៗជាច្រើនដែលត្រូវធ្វើជាពិសេសឆាប់ខាងមុខនេះនាងនឹងប្រឡូកនៅក្នុងវិស័យដើមម៉ូដដើម្បីពង្រឹងស្នាដៃខ្លួនឲ្យកាន់តែខ្លាំងក្លាឡើងទៅថ្ងៃខាងមុខកញ្ញាកុយអេណានៅតែរក្សាសម្បល់ធម្មជាតិរបស់ខ្លួនដោយមិនទៅលាបឡេឬក៏ប្រើប្រាស់ផលិតផលណាមួយឲ្យសោះនោះទេ